គ្រប់ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះចង់ចែកម្លែកបន្តិចហើយចង់ឆ្លើយសំណួរសម្រាប់ពុកម៉ែបងប្អូនតែងតែសួរខ្ញុំបាទទៅណាសួរមកកឋានសួរក្នុង page ហ្មងនិយាយទៅបងប្អូន100នាក់សួរទាំង100ឥឡូវបកស្រាយតែម្ដងកថាអូនចិញ្ចឹមរុយហ្នឹងគេចិញ្ចឹមបៀបម៉េចអញ្ចឹងខ្ញុំសូមឆ្លើយត្រង់តែម្ដងទីមួយបងប្អូនទិញពូជពីខ្ញុំទៅខ្ញុំបរៀនហើយរបៀបចិញ្ចឹមយើងអត់អាចរៀបរាប់បានទេព្រោះចិញ្ចឹមចំណាយអានេះមួយវត្តជីវិតវាគឺ45ថ្ងៃអញ្ចឹងអត់អាចប្រាប់45ថ្ងៃបានទេតែខ្ញុំព្រោះត្រួសបានណាទីមួយបងប្អូនត្រូវមានចំណីសម្រាប់វាសិនចំណីមានអីគេកាកសំណល់ផ្ទះបាយបន្លែផ្លែឈើកាកស្រាបៀរកាកដែកសៀងលាមកមន់ទាគោក្របីអីចឹងទៅចំណីខ្លះយើងទិញចំណីខ្លះយើងរកមកខ្លួនឯងហើយបងប្អូនត្រូវកាន់ទៅទូទាត់ការចំណាយធ្វើម៉េចឲ្យតម្លៃ1គីឡូទាបជាង200រៀលអញ្ចឹងបងប្អូនចំណេញហើយទី2បងប្អូនត្រូវតែមានពូជអញ្ចឹងបើអត់ទិញពូជទៅទេអត់បានចិញ្ចឹមទេអត់ដឹងចិញ្ចឹមមិនទេទី3រៀបសម្ភារៈត្រៀមមានចំណីមន់សម្រាប់ភ្ញាស់អាហ្នឹងដំបូងហើយបន្ទាប់មកមានកានមានផ្លាស្ទិកមានតង់មានអីចឹងមកអាហ្នឹងបងប្អូនត្រូវតែរកហើយចិញ្ចឹមដំបូងកុំតន់រៀបចំអាងអីធ្វើតាមខ្ញុំប្រាប់ទៅអាហ្នឹងគឺចំណេញហើយនេះបងប្អូននៅពេលដែលរៀនមួយខ្ញុំប្រាប់ទាំងអស់បងប្អូនឃើញទេរុយច្រើនពងក៏ច្រើនដែរជាមួយខ្ញុំឆែកឲ្យមើលតិចនឹងតិចហើយអាចកំបាំងហ្នឹងមានតែក្នុងមេរៀននេះខ្ញុំមិនបានចែករំលែកក្បោះក្បាយទេខ្ញុំអត់ចិត្តអាក្រក់អីប៉ុន្តែចំណុចខ្លះចែករំលែកទៅបងប្អូនក៏រៀបអត់ចំអានេះខ្ញុំទើបដាក់2ម៉ោងល្ងាចមិញហើយពេលនេះពេលព្រឹកខ្ញុំដាក់ម៉ោង3ល្ងាចមិញហើយអានេះពេលព្រឹកម៉ោង7កន្លះម៉ោង8ហើយអញ្ចឹងខ្ញុំមកថតជូនបងប្អូនតិចហើយចង់ឆ្លើយសំណួរដែរព្រោះហ្នឹងហើយយូរហើយក៏អត់បានឆ្លើយតាម page មួយថ្ងៃនេះខ្ញុំបកស្រាយទាំងអស់តែម្ដងអញ្ចឹងអត់មានអីទេបងប្អូនក្រៅពីចំណីរៀបចំកន្លែងហើយការចិញ្ចឹមតលតែយើងយកទៅចិញ្ចឹមបានដឹងពីរបៀបអានេះអត់សូវខុសគ្នាពីចលែនអីទេហើយរោងប្រកាត់ពូជនេះត្រូវធ្វើតាមអ្នកបច្ចេកទេសបរៀនមួយខ្ញុំប្រាប់ឲ្យទំហំប្រមាណចំណុចនេះសំខាន់ណាបងប្អូនមិនមែនយើងឃើញគេធ្វើធំហើយយើងធ្វើធំតាមគេទេអញ្ចឹងយើងធ្វើតាមបរិមាណដែលយើងចង់បានតកៅប្រមាណគីឡូក្នុងមួយខែអាហ្នឹងខ្ញុំប្រាប់ឲ្យធ្វើហើយបើតិចធ្វើតូចបើធំយើងធ្វើមកល្មមឬអាចធ្វើទូច2 3អីចឹងទៅអាហ្នឹងណាមិនថាធ្វើនេះដូចរោងរុយខ្ញុំ3ម៉ែត្រ4ជ្រុងហើយបើរោងជាក់ស្ដែងហ្មង6ម៉ែត្រគុណនឹង4ម៉ែត្រតែហេតុអីបានរោងរុយតែ3ម៉ែត្រ4ជ្រុងអញ្ចឹងអាហ្នឹងជាបច្ចេកទេសហើយចំណុចហ្នឹងគឺខ្ញុំប្រាប់បងប្អូនហ្មងព្រោះយើងមានរោងរុយមានកន្លែងវាលេងពលឺហើយយើងដាក់តកៅខ្មៅអញ្ចឹងទៅអានេះសម្រាប់កាក់ឋានធំដែលគាត់ចង់ធ្វើហើយខ្ញុំតែងតែចោះទៅរៀបដល់កសិដ្ឋានផ្សេងទៀតដែរនៅស្រុកខ្មែរយើងបងប្អូនចាប់អារម្មណ៍អាចហៅខ្ញុំទៅបានតែតើបងប្អូនហ្នឹងមានកសិដ្ឋានធំដែរមានតម្រូវការខ្ពស់ដែរចាប់ពី3 4តោនឬអាច10តោនក្នុងមួយខែអីអាហ្នឹងខ្ញុំទៅឯបើថាទូចខ្ញុំអត់ទៅទេដោយសារសេវាកម្មខ្ញុំរៀងថ្លៃដែរកញ្ចប់ខ្ញុំរៀងថ្លៃហើយខ្ញុំធ្វើហ្នឹងខ្ញុំ support ឲ្យហើយអាចថា support មួយជីវិតណាបងប្អូនត្រូវការខ្ញុំជួយបង្ហាញហើយមួយទៀតខ្ញុំនឹងផ្ដល់ពូជឲ្យវគ្គដំបូងបងប្អូនចំណាយទៅលើខ្ញុំទេពូជអីគឺខ្ញុំផ្ដល់ឲ្យបច្ចេកទេសអីហ្នឹងគឺទាំងអស់តែការរៀបចំរោងជាងអីគឺបងប្អូនត្រូវរៀបចំខ្លួនឯងអញ្ចឹងខ្ញុំទៅ2យប់3ថ្ងៃទេឬអាចថាឲ្យ2ថ្ងៃជាប់គ្នាតែម្ដងហើយខ្ញុំត្រឡប់មកវិញអញ្ចឹងទៅអញ្ចឹងចំណុចហ្នឹងខ្ញុំចង់និយាយមួយដែរបាទត្រឡប់មកវិញបងប្អូនចង់រៀនមួយខ្ញុំគឺទិញពូជស្ដាប់តាមអ្នកណែនាំស្ដាប់តាមអ្នកបច្ចេកទេសដូចខ្ញុំអញ្ចឹងអាហ្នឹងគឺចំណុចសំខាន់ណាស់ណាអញ្ចឹងសំណួរគឺចម្លើយគឺខ្ញុំមានប៉ុណ្ណឹងអញ្ចឹងបងប្អូនឃើញទេល្ងាចហ្នឹងបើកោះមិនក៏2ខាំអីដែរប៉ុណ្ណឹងបងប្អូនប៉ុណ្ណឹងបាន2ខាំបងប្អូនគិតមើលទៅបើយើងចិញ្ចឹមបាន400គីឡូក្នុងមួយថ្ងៃ2ខាំហ្នឹងបើឲ្យតកាបាយឲ្យបន្លែដិតដល់បាន400គីឡូក្នុងមួយថ្ងៃអរគុណពុកម៉ែបងប្អូនអរគុណបាទត្រូវការបច្ចេកទេសច្បាស់លាស់អាចតាក់ទងមកខ្ញុំបានខ្ញុំបរៀនអស់ពីពោះតែម្ដង